สบกองใส่ล้นเชียสบกองตะโปงเกได้ผลิตในประเทศกัมพูชียังให้กดโทษติดซามอนเกได้แต่ก้นหนเพียบแตงดำไหลคือซีเคลียมีในห้างไหลซ้ำเราไม่ปนใต้แบบก้นหนเพียบเป็นกอดไอจานเกได้อายุมา5 5 ឆ្នាំចាយពេល5 ឆ្នាំប៉ុន្តែមានឱកាសពង្រីកកន្លែងលក់សបកកង់ហើយនឹងបដូរយ៉ាងរហូតដល់2កន្លែងនេះគឺជារឿងមួយដែលមិនធម្មតាបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនអាចយកធ្វើជាគំរូបានសម្រាប់បងប្អូនដែលចង់រស់ស៊ីណាបាទមិនថាមុខរបរអីក៏ដោយសំខាន់ត្រូវហ៊ានពួកបងស្រីអាយុទៅតែ25 ឆ្នាំទេប៉ុន្តែកន្លែងលក់សបកកង់របស់គាត់គឺមានរហូតដល់2កន្លែងអញ្ចឹងថ្ងៃនេះយើងមកជួបគាត់ទាំងអស់គ្នាជម្រាបសួរបងបងជួយណែនាំខ្លួនហើយនឹងទីតាំងបងតិចមកជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះអូនមាសដែលជាម្ចាស់ហាងលក់សបកកង់ឡានទីកន្លែងដែលសាខាទី1របស់ខ្ញុំនៅខាងបរិយាជីម៉ុងសានសុកអ៊ីអន2ហើយនឹងសាខាទី2ដែលយើងទៅតែសម្ពោធថ្មីនេះនៅខាងទួលសកែទៅមុខសាលាស្វណ្ណភូមិសុំឈ្មោះកន្លែងបងសម្រាប់សាខាទី1នៅខាងអ៊ីអន2ឈ្មោះអាំស្ថារីអូនមាសហើយសម្រាប់សាខាទី2យើងបើកថ្មីនេះឈ្មោះវីរ៉ូសូបាទអញ្ចឹងសម្រាប់បងប្អូនដែលជា fan របស់គាត់ឬក៏ធ្លាប់ផ្លាស់ប្ដូរសបកកង់កន្លែងគាត់អាច comment នៅខាងក្រោមបានបាទអញ្ចឹងបងខ្ញុំមានសំណួរខ្លះចង់ជជែកហើយចង់សួរបងដែរដោយសារតែបើគិតពីអាយុក្នុងការរស់ស៊ីអាចនិយាយថានៅរៀនក្មេងខ្ចីនៅឡើយទេចា៎បាទហើយការចាប់ផ្ដើមអាជីវកម្ម5 ឆ្នាំនេះក្នុងកំឡុងពេល5 ឆ្នាំនេះសិតតែជាឆ្នាំដែលលំបាកចា៎ឆ្លងកាត់កូវីដផងឥឡូវឆ្លងកាត់បញ្ហាអីផ្សេងៗដូចបងប្អូនដឹងអញ្ចឹងអញ្ចឹងបងចង់សួរបងថាហេតុអីបានបងសម្រេចចិត្តបើកអាជីវកម្មលក់សំបកកង់ក្នុងកំឡុងពេលនេះជាក់ស្ដែងហ្មងសម្រាប់ការបើកសម្ពោធសាខាថ្មីក្នុងកំឡុងពេលដែលយើងសេដ្ឋកិច្ចថារៀងថប់ហើយលើពិបាកនៅសង្គ្រាមផងហើយបញ្ហាសេដ្ឋកិច្ចពិភពលោកទៀតប៉ុន្តែដោយសារតែជាតម្រូវការមានន័យថាដោយសារតែអតិជនគាត់មានការគាំទ្រច្រើនហើយគាត់តែងតែទទូចថាគាត់ចង់ឲ្យមានសាខាមួយទៀតដែលនៅម្ដុំតំបន់គាត់ដែរណាអញ្ចឹងក៏យើងបន្ថយនៅក្នុងការបើកមកកន្លែងទៀតដែលជាតំបន់ដែលភ្ញៀវគាត់អាសាសួររច្រើនពួកពេលខ្លះទៅដល់សែនសុខរៀងឆ្ងាយពេកអញ្ចឹងណាបងអញ្ចឹងក៏សម្រាប់ចិត្តថាបើកសាខាមួយទៀតនៅខាងទូសកាយនេះហ្មងក្នុងកំឡុងដែរចាក្នុងកំឡុងពេលដែលមានបញ្ហាបែបហ្នឹងអញ្ចឹងណាតែយើងនៅតែបន្តទោះបីយើងដឹងថាពិបាកមែនប៉ុន្តែយើងនៅតែបន្តព្យាយាមនៅក្នុងការធ្វើអាជីវកម្មមួយហ្នឹងដំណើរការទៅរលូនតាមរយៈការធ្វើទីផ្សារការផ្ដល់សេវាកម្មល្អនិងផលិតផលល្អអញ្ចឹងបាទគេថាក្នុងកំឡុងពេលរយៈពេល5 ឆ្នាំដែលបងរស់ស៊ីហ្នឹងយើងរាប់តាំងពីកូវីដមកចាតោះឥឡូវផ្លូវចិត្តរឹងមាំខ្លាំងណាស់បានធ្វើបានណាមែនទេបងត្រូវហើយបងត្រូវហើយព្រោះរស់ស៊ីវាពេលខ្លះមិនបានរងថ្ងៃវាមានថ្ងៃមានអតិជនទៅថ្ងៃខ្លះក៏ស្ងាត់ចឹងទៅចាចាអញ្ចឹងបងមួយទៀតសម្រាប់បងដែលជាអ្នកលក់សម្បកកង់តែម្ដងណាចាបងតើបងមានវិធីសាស្ត្រណាក្នុងការណែនាំអតិថិជនរបស់បងដែលគាត់អត់មានបទពិសោធន៍ក្នុងការប្រើប្រាស់ឬក៏គាត់ខ្វះបទពិសោធន៍ក្នុងការប្រើប្រាស់រថយន្តបងមានអីណែនាំសម្រាប់គាត់ឲ្យប្រើប្រាស់សម្បកកង់រថយន្តយ៉ាងម៉េចឲ្យត្រូវជាមួយនឹងរថយន្តរបស់គាត់ឬក៏ត្រូវជាមួយនឹងស្ថានភាពប្រើប្រាស់របស់គាត់ណាចាចាអញ្ចឹងជាដំបូងហ្មងទីមួយអតិថិជនគាត់ត្រូវដឹងពីប្រភេទរថយន្តរបស់គាត់ហើយគាត់ត្រូវដឹងថាតើឡានរបស់គាត់ប្រើទំហំកង់លេខប៉ុន្មានតែប៉ុណ្្នឹងងាយស្រួលលេខគឺយើងអាចមើលនៅកន្លែងដៃទ្វារឡានខាងតកង់អ្នកបើកគាត់ដឹងពីទំហំកង់ហ្នឹងហើយអញ្ចឹងទីដំបូងតើយើងដឹងពីទំហំកង់មុនសិនទៅងាយស្រួលនៅក្នុងការឆែកសួរពីតម្លៃហើយនឹងឲ្យអ្នកលក់គាត់ជ្រើសរើសទៅតាមកន្លះកង់ឬក៏ប្រភេទកង់បែបណាដែលត្រូវជាមួយនឹង model ឡានរបស់គាត់ឬក៏ទំហំកង់មួយហ្នឹងមួយទៀតគាត់ត្រូវសិក្សាទៅលើស្ថានភាពផ្លូវគាត់បើកបរដែរព្រោះជាទូទៅអ្នកខ្លះគឺគាត់បើកបរនៅក្នុងផ្លូវបែបរៀងស្រួលផ្លូវបេតុង50% ទៅតែគាត់ចុះខេត្ត50% ផ្លូវម្បាក់ផ្លូវអីចឹងទៅឬក៏អ្នកខ្លះទៀតគាត់70% ជិះក្នុងក្រុងហើយគាត់ទៅខេត្ត30% ផ្លូវម្បាក់អីចឹងហីអញ្ចឹងនៅចំណុចនេះគឺយើងដឹងពីតម្រូវការនៅក្នុងការបើកបររបស់យើងហើយគឺងាយស្រួលនៅក្នុងការជ្រើសរើសកន្លះកង់ហើយចាបន្តមកទៀតយើងអាចឆែកទៅដល់ពេលដែលយើងដឹងពីទំហំកង់យើងដឹងពីស្ថានភាពផ្លូវយើងបើកបរហើយយើងចាប់ផ្ដើមសិក្សាទៅដល់ branding ហើយនឹង budget របស់យើងមានន័យថាយើងចង់បានសបកកង់ត្រឹមតម្លៃប៉ុណ្ណាប៉ុន្តែទន្ទឹមនឹងតម្លៃប៉ុណ្ណឹងក៏ត្រូវមានគុណភាពនៅក្នុងនឹងដែរហើយនឹងការជ្រើសរើសម៉ាកកង់ branding មួយក៏យើងមិនតែជ្រើសរើសឲ្យព្រោះទោះបីជាមានទីតាំងផលិតនៅប្រទេសច្រើនមែនក៏ប៉ុន្តែម៉ាកកង់មួយហ្នឹងបញ្ជាក់ពីគុណភាពនៃការគ្រប់គ្រងនៃសបកកង់មួយហ្នឹងថាតើការប្រើប្រាស់ទទួលស្គាល់បែបអន្តរជាតិអត់មានគេប្រើច្រើនអត់ចឹងណាបងចាស្វិតធន់អីអត់ចាស្វិតធន់អត់ដូចចឹងទៅអញ្ចឹងសម្រាប់បងដែលខ្វះបទពិសោធន៍ក្នុងការប្រើប្រាស់កុំខ្វល់មកកន្លែងបងស្រីមកគាត់នឹងប្រឹក្សាលម្អិតជូនចាចាត្រូវហើយបងមិនបាច់បារម្ភថាពិបាកចិត្តក្នុងការរើសចាចាអញ្ចឹងបងមួយទៀតបងថាហេតុអីបានបងសម្រេចចិត្តលក់សបកកង់សៃលុនហើយបងលក់សបកកង់សៃលុនហ្នឹងលក់តាំងពីពេលណាមក
ចាបងចាស្ដែងហ្មងខ្ញុំលក់សំបកកង់សៃលុនច្រើនដោយសារតែសំបកកង់សៃលុនជាសំបកកង់ដំបូងគេដែលផលិតនៅប្រទេសកម្ពុជាយើងហើយក៏ធ្វើទីផ្សារមុនគេដែរ បាទ កាន់តែសំខាន់ហ្នឹងគឺសៃលុនមិនមែនធម្មតាផលិតលក់នៅក្នុងស្រុកទេបើមិនជាយើង search មើលទៅបែបខាងគេហៅថា global Thai ranking បាទ ណាសៃលុនលោចូលលំដាប់ថ្នាក់លេខ10អញ្ចឹងមានន័យថាទាំងគុណភាពទាំងតម្លៃគឺស៊ីគ្នាមានន័យថាតម្លៃសមរម្យមិនប៉ុន្តែបើគុណភាពវិញក៏អត់ឲ្យចាញ់គេដែរចាហើយអញ្ចឹងការដែលលក់សំបកកង់សៃលុននេះមិនត្រឹមតែលក់ទាំងមានទំនុកចិត្តទេតែសំខាន់គឺខ្ញុំលក់ដោយមោទនភាពជាតិព្រោះដោយសារតែសំបកកង់សៃលុនផលិតនៅក្នុងស្រុកអញ្ចឹងប្រើប្រាស់ដំណាំកស៊ូស្រុកជួយបង្កើនការងារឲ្យប្រជាជនខ្មែរនៅក្នុងស្រុកហើយបង្កើនទៅដល់ចំណូលសេដ្ឋកិច្ចជាតិយើងទៀត លំអិតក្បោះក្បាយមែនតើបងប្អូនអរគ្នាបាទអញ្ចឹងសម្រាប់បងដែលជាម្ចាស់ដេប៉ូផ្សេងអាចសម្រេចចិត្តដោយបងស្រីបានព្រោះយើងអាចជួយបង្កើនចំណូលដល់ជាតិយើងទៀតបាទសៃលុនគាត់មាន slogan របស់គាត់បាទអញ្ចឹងចាំខ្ញុំដាក់ slogan នៅខាងក្រោមនោះឲ្យបងប្អូនមើលតែម្ដងអញ្ចឹងបងរយៈពេលលក់សបកកង់សៃលុនបងលក់តាំងពីពេលណាមក បើគិតទៅខ្ញុំលក់តាំងពេលសៃលុនសម្ពោធមកនៅយើងទៅហ្មងតាំងពីសម្ពោធភ្លាមហ្មង តាំងពីសម្ពោធភ្លាមមានភ្លាមគឺខ្ញុំចាប់ដើមលក់ភ្លាម អញ្ចឹងអាចថា2ឆ្នាំជាង3ឆ្នាំហើយ ចាប្រហែលជាប៉ុណ្ណឹង អញ្ចឹងគាត់ថាចេញមកភ្លាមគឺមានទំនុកចិត្តលក់ភ្លាមតែម្ដងបងបានទៅទស្សនកិច្ចនៅរោងចក្រផ្ទាល់ទេ អត់តបានទៅទេ អូខេខ្ញុំស្នើទៅកាន់ខាងសៃលុនហ្នឹងណាបាទយកបងទៅមើលផងព្រោះរោងចក្រនៅស្វាយរៀងហ្នឹងគឺធំខ្លាំងមែនតើបាទហើយចាយទុនវិនិយោគក៏ច្រើនដែរអញ្ចឹងបងសំណួរបន្ទាប់ចង់សួរបងបន្ថែមដែរថាសម្រាប់សាខាបងមាន2 ចា បាទអញ្ចឹងចង់សួរបងថាសាខាទាំង2ហ្នឹងបងលក់សបកកង់សៃលុនប្រភេទកាឡាណាដែលលក់បានដាច់ជាងគេបាទលក់បានច្រើនជាងគេប្រភេទកាឡាមួយណា បើនិយាយពីកីឡាកង់ដែលលក់ដាច់ជាងគេកីឡា AT2 ចាដោយសារតែនៅនេះខ្ញុំទទួលបានការគ្រប់គ្រងពីបងឡាន pick up ច្រើនមិនថា pick up ទេពេលខ្លះសំបីតែឡាន SUV ដែលគាត់ចង់លេងកង់បែបព្រៀងអំណាចមើលទៅ aggressive ប៉ុន្តែអត់លន់សលេងរំខានគាត់អាចជ្រើសរើសជាមួយនឹងកីឡា AT2 នេះព្រោះបានគ្រប់ស្ថានភាពផ្លូវហើយកាត់បន្ថយសំឡេងរំខានអត់លន់ចូលដល់ក្នុងឡានយើងបើទេបាទអញ្ចឹងល្អខ្លាំងមែនតើចុះបងបន្ទាប់ពីបងមានលក់សបកកង់បងមានសេវាកម្មអីផ្សេងទៀតអត់ មានហ្មងបន្ទាប់ពីលក់សបកកង់ក៏ពួកខ្ញុំមានការផ្លាស់ប្ដូរយ៉ាងឡានព្រេមសិនឡានជួសជុលចង្រ្មតិចតួចហើយនឹងសេវាតម្រង់កង់ alignment អញ្ចឹងគំរូយ៉ាន់មិនមែនមានតែ3ហ្នឹងទេបងប្អូនអ្នកគ្នាអញ្ចឹងខាងក្រោយខ្នងខ្ញុំហើយនឹងបងស្រីគឺយើងមានយ៉ាន់3ម៉ូតសម្រាប់តាំងបង្ហាញបងប្អូនអ្នកគ្នាតែនៅខាងក្រោមមានច្រើនអញ្ចឹងខ្ញុំគាត់តែឃើញយ៉ាន់ហ្នឹងចាប់ផ្ទុះបេះដូងស្អាតមែនតើបើសិនជាបងប្អូនប្រើប្រាស់ប្រភេទ pick up ឬក៏ SUV ប្រភេទ Lancer អីចង់បានយ៉ាន់ស្អាតកាយដាក់ជាមួយនឹងសបក Silent មិនថា AT AT2 ឬក៏ RT អីទេបាទអាចមកកន្លែងបងស្រីបានបាទមើលទៅគឺពេញភ្នែកតែម្ដងអញ្ចឹងបងសំណួរចាក់ដោតចុងក្រោយយើងចាក់បន្តិចណាអូយចាក់ផៃមាន promotion អីអត់អូយកុំភ័យមានបងនិយាយទៅបើសិនជាយើងនិយាយតែផ្លាស់ប្ដូរសបកកង់ឡានទៅឲ្យតែដូរសបកកង់4គ្រាប់គឺខ្ញុំ free ឆាច់ជុំក្រុម free សាប់ខ្យល់ត្រជាក់ហើយនឹងតម្រង់កង់អីជូនគាត់មកស្អាតខ្លឹមដៃចកោតអញ្ចឹងណាហើយបើសិនជាគាត់ដូរជាមួយនឹងឈុតយ៉ាន់ទៀតគឺមានទាំងរៀបចំហាប់រីងកងទប់លំនឹងសំខាន់សម្រាប់ខ្ញុំជាអ្នកលក់គឺខ្ញុំលក់សបកកង់សាឡុននេះដោយមោទនភាពហើយសប្បាយចិត្តខ្លាំងដោយសារតែខ្ញុំបានមើលឃើញថាក្រុមហ៊ុនសាឡុនគឺគាត់បានយកចិត្តទុកដាក់មិនត្រឹមតែលក់សបកកង់ផងប៉ុន្តែគាត់បានរំលែកថវិការបស់គាត់ដើម្បីចូលរួមបរិច្ចាគទៅដល់មន្ទីរពេទ្យគុណភៈបុប្ផាផងដូចយើងឃើញករណីពីមុនកង់មួយគ្រាប់ការទិញមួយគ្រាប់គឺបានការបរិច្ចាគ400រៀលទៅកាន់មន្ទីរពេទ្យគុណភៈបុប្ផាអញ្ចឹងសម័យថាបើសិនយើងទិញច្រើនគ្រាប់ទៅអញ្ចឹងថវិកាកញ្ចប់ច្រើនមែនដែលយើងផ្ដល់ទៅខាងមន្ទីរពេទ្យអញ្ចឹងណាហើយនឹងមានការបន្ថែមជាមួយនឹងការបរិច្ចាគថវិកាកញ្ចប់ផ្សេងទៀតទៅខាងសាលាដូងអញ្ចឹងសម្រាប់ខ្ញុំលក់ដោយមោទនភាពសម្រាប់បងអ្នកប្រើប្រាស់ក៏បងកាន់តែសប្បាយចិត្តដែរព្រោះអីបងទិញសបកកង់បានទាំងប្រើផងបានទាំងចូលរួមចំណែកនៅក្នុងការបរិច្ចាគផងបាទអញ្ចឹងបងអ្នកដែលប្រើប្រាស់ណាចាគាត់អត់ដឹងខ្លួនទេថាគាត់បានជួយទៅមន្ទីរពេទ្យគុណភៈបុប្ផាចាហើយនេះជាការជួយសង្គមដោយអត់ដឹងខ្លួនទី2គឺជួយទៅសាលាដូងបាទអញ្ចឹងដោយបងប្អូនដឹងអញ្ចឹងថាមួយរយៈនេះគឺទាំងក្រុមហ៊ុនព្រេមសិទ្ធិពេតណាទាំងសបកកង់សៃលុនដែលនៅក្រោមក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនកូនខ្មែរមានសិទ្ធិទទួលសិទ្ធិលក់ចាយផ្ដាច់មុខជាមួយសបកកង់សៃលុនហើយនឹងព្រេមសិទ្ធិពេតណាហ្នឹងបានជួយទៅសាលាដូងមួយចំណែកហើយមិនត្រឹមតែប៉ុណ្ណោះកំឡុងពេលដែលមានសង្គ្រាមណាបងចាជួយដល់បងជនភៀសសិទ្ធិទៀតអញ្ចឹងវាល្អខ្លាំងមែនតើបងប្អូនអរគ្នាហើយចង់ជម្រាបបងប្អូនដែរថាសម្រាប់សបកកង់សៃលុនហើយនឹងព្រេមសិទ្ធិពេតណាគឺសុទ្ធតែជាផលិតផលល្អលំដាប់ពិភពលោកតែម្ដងហើយសំខាន់គឺទទួលសិទ្ធិចាយនិងលក់ផ្ដាច់មុខដោយក្រុមហ៊ុនកូនខ្មែរយើងគឺ
PICG 100%បង ហើយ អញ្ចឹងបងមានអីបន្ថែមជូនពរទៅកាន់អតិថិជនរបស់បងដែលបានផ្លាស់ប្ដូរសំបកកង់សៃលុនជាមួយនឹងបងហើយនឹងអតិថិជនដែលនៅសង្ស័យជាមួយនឹងសំបកកង់សៃលុន ចាជាដំបូងខ្ញុំសូមអរគុណទៅដល់អតិថិជនទាំងថ្មីទាំងចាស់ដែលគាត់បានមកធ្វើការគាំទ្រនៅទីតាំងហាងរបស់ខ្ញុំទាំងពីរសាខាហើយក៏ខ្ញុំសូមផ្ដាំផ្ញើទៅដល់អតិថិជនដែលគាត់អត់ទាន់បានសាកជាមួយនឹងសំបកកង់សៃលុនគុំមានបន្តសង្ស័យទៀតអីព្រោះដោយសារអីសំបកកង់សៃលុនមិនមែនត្រឹមតែផលិតលក់នៅក្នុងស្រុកទេប៉ុន្តែមានកេរ្តិ៍ឈ្មោះល្បីទៅដល់អន្តរជាតិនិងជាប់ចំណាត់ថ្នាក់លេខ10ក៏អញ្ចឹងយើងអាចទុកចិត្តនៅក្នុងការប្រើប្រាស់បានហើយសំខាន់នោះគឺមានន័យថាបងទិញសំបកកង់សៃលុនប្រើប្រាស់ទាំងសំបកកង់បានហើយចូលរួមចំណែកដែលអត់ដឹងខ្លួននេះបងនិយាយមុនហ្នឹងទៀតក្នុងការបរិច្ចាគនិងជួយថវិកាទៅដល់មន្ទីរពេទ្យផងជួយទៅដល់ជនភៀសសិទ្ធផងជួយទៅដល់ខាងសាលាដូងផង បាទបងអញ្ចឹងវាជារឿងដែលល្អ ចា៎ ហើយយើងអ្នកលក់នេះក៏លក់ដោយសុបាយចិត្តលក់ ចា៎ ដោយមោទនភាពដែរទាំងអ្នកលក់ទាំងអ្នកប្រើប្រាស់គឺបានជួយទៅសង្គមដោយមិនដឹងខ្លួន ហើយបង អញ្ចឹងជាចុងក្រោយសូមអរគុណបងស្រីបាទដែលបានឆ្លើយសំណួរយ៉ាងបោះក្បាយមែនតែនល្អមែនតែនជាមួយនឹងបទពិសោធន៍នៃការលក់របស់គាត់ហើយពាក់ព័ន្ធជាមួយនឹងភាពក្លាហានក្នុងភាពជាអ្នកបើកអាជីវកម្មអាចថាដៃថ្មីដែរព្រោះ5ឆ្នាំ សម្រាប់នៅក្នុងវិស័យការលក់សំបកកង់ការលក់យ៉ាងនេះអញ្ចឹងទៅបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនអ្នកគ្នាបាទសម្រាប់បងប្អូនអ្នកគ្នាដោយបងស្រីគាត់បានបញ្ជាក់អញ្ចឹងបើសិនជានៅសង្ស័យអាចមកភ្លក់បាន ភ្លក់សំបកកង់ភ្លក់ក្នុងការប្រើប្រាស់ឲ្យបងប្អូនអ្នកគ្នាបាទអាចសាកបានហើយសំខាន់សំបកកង់សៃលុនភ្លក់ក៏អត់ខាតដែរដោយសារតែសំបកកង់សៃលុនផ្ទាល់គ្រប់កាឡាគ្រប់លេខទាំងអស់គឺមានជាមួយនឹងការធានារហូតដល់5ឆ្នាំឲ្យបងប្អូនប្រើប្រាស់អញ្ចឹងពាក់ព័ន្ធជាមួយនឹងការធានានៅទៀតសោតក្រុមហ៊ុនសៃលុនបុគ្គលិករបស់គាត់គឺយកចិត្តទុកដាក់ខ្លាំងហើយមានទំនួលខុសត្រូវខ្លាំងមែនតើខ្ញុំឃើញមួយនៅក្នុងFacebook ណាពេលដែលគាត់ផុសថាមានបញ្ហាភ្លាមគឺសៃលុនចូលទៅឆ្លើយតបភ្លាមហ្មងអត់ឲ្យលើសពី24ម៉ោងទេ ចា៎ បាទសួរហេតុផលហើយគឺអាចនិយាយបានថារៀបចំជូនហ្មងអានេះគឺជាចំណុចល្អចំណុចក្តៅមែនតើសម្រាប់អ្នកប្រើប្រាស់ជាមួយនឹងសំបកកង់ខ្មែរយើងផ្លិតនៅកម្ពុជាយើងម៉ាក់សៃលុនណាបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនអ្នកគ្នាពីខ្ញុំទៅជាមួយនឹងបងស្រីមានតែប៉ុណ្្នឹងឯងជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយ